គ្នាជាថ្មីជាមួយនឹងមុខម្ហូបឆាខ្ញីអន្ទង់ថ្ងៃនេះយើងដូរចុងភៅបងប្អូនជាមួយនឹងចុងភៅម៉ៅស្វាមីនាងខ្ញុំតែគាត់ថាខានបញ្ចេញថ្វីដៃយូរហើយអញ្ចឹងថ្ងៃនេះគាត់សូមបញ្ចេញថ្វីដៃមានខ្ញីហើយនឹងអន្ទង់ដែលយើងលាងហើយស្អាតកាត់ជាកង់ហើយបងប្អូនអញ្ចឹងចុងភៅម៉ៅយើងគាត់យកអន្ទង់ដែលកាត់ជាកង់ហ្នឹងយកទៅបំពងឲ្យក្រៀមបន្តិចសិនបងប្អូនពៅនាងខ្ញុំគឺថាឲ្យតែក្លិនអីរៀងឈ្ងុយបន្តិចហ្នឹងមកហើយម៉ាក់សុំបំពងអន្ទង់រួចយើងចាប់ផ្ដើមយកខ្ញីយើងយកមកបំពងវាឲ្យរៀងក្រៀមបន្តិចសិនបងប្អូនយើងស្រង់វាទៅដាក់នឹងកញ្ច្រែងឲ្យខ្សោះខ្លាញ់បន្តិចបន្ទាប់មកយើងចាប់ផ្ដើមបំពងខ្ទឹមសឲ្យឡើងឈ្ងុយយើងអន្ទង់ចូលបន្ទាប់មកយើងផ្សំគ្រឿងមានអំបិលស្ករសប៊ីចេងហើយនឹងទឹកប្រេងខ្យងបងប្អូនយើងចាប់ផ្ដើមឆាច្បល់ចូលគ្នាឲ្យសព្វរួចយើងដាក់ទឹកបន្តិចមកបងប្អូនបន្ទាប់ពីទឹកនឹងពុះរួចយើងចាប់ផ្ដើមដាក់ស្លឹកខ្ទឹមជាការស្រេចហើយបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូមជួយ Subscribe Channel YouTube នាងខ្ញុំអ្នកមួយផងណាអរគុណ